តែអ្នកធ្លាប់គិតទេថាថ្ងៃរៀបការគួរតែជាថ្ងៃដែលសប្បាយចិត្តបំផុតក្នុងជីវិតរបស់មនុស្សស្រីម្នាក់គេតែងតែស្រមៃចង់ស្លៀកសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាតឈរក្បែរមនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែចុះបើសិនជាថ្ងៃដែលត្រូវស្លៀកឈុតពណ៌មាសឆ្អិនឆ្អៅនោះបែរជាคล้ายជាថ្ងៃដែលនាងត្រូវស្លៀកវាដើម្បីចុះរៀបចំខ្លួនក្នុងមឈូសវិញនោះតើវាជារឿងគួរឲ្យសង្វេគបណ្ណារឿងដែលខ្ញុំនឹងលើកយកមកនិទាននៅយប់នេះជារឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះវិបុលហើយបើសិនជាយប់នេះអ្នកកំពុងតែនៅម្នាក់ឯងក្នុងផ្ទះចាស់សូមប្រយ័ត្នសំឡេងភ្លេងការដែលអាចនឹងបន្លឺឡើងពីបន្ទប់ក្បែរអ្នកនេះគឺជារឿងកូនក្រមុំដែលស្លាប់ក្នុងថ្ងៃមង្គលការវិបុលគាត់ជាអ្នកថតរូបអាជីពម្នាក់ដែលចូលចិត្តដើរថតរូបតាមខេត្តឆ្ងាយៗមានយប់មួយជាយប់ខែពិសាខមេឃងងឹតស្លុបរកតែពន្លឺផ្លែច័ន្ទមួយដុំក៏គ្មានផងគាត់បានទៅជួលផ្ទះឈើបុរាណមួយខ្នងនៅជាយភូមិដាច់ស្រយាលក្នុងខេត្តកំពង់ធំដើម្បីស្នាក់នៅរងចាំថតរូបពិធីបុណ្យភូមិនៅព្រឹកស្អែកផ្ទះនោះធំណាស់ទាំងអស់គ្នាដំបូលខ្ពស់ស្រឡះសសរនីមួយៗធំពន់អោបលាបថ្នាំពណ៌ខ្មៅរលើបពេលវិបុលដើរចូលទៅដល់បន្ទប់គេងគាត់ប្រទះឃើញម៉ាស៊ីនថតរូបចាស់មួយប្រភេទ Film Camera ដាក់ចោលនៅលើតុសម្អាងកូនក្រមុំដោយសារតែគាត់ជាអ្នកថតរូបស្រាប់ដៃវាកេះក៏លើកវាមកមើលហើយចុចប៊ូតុងពិនិត្យមើលរូបចុងក្រោយស្រាប់តែឆាច់ពន្លឺ flash បាញ់ចេញមកភ្លាមទាំងដែលគាត់មិនទាន់បានចុចថតផងនៅក្នុងអេក្រង់តូចនោះវិបុលឃើញរូបស្ត្រីម្នាក់ស្លៀកឈុតកូនក្រមុំខ្មែរបុរាណពណ៌មាសនាងអង្គុយបែរខ្នងប៉ុន្តែអ្វីដែលធ្វើឲ្យវិបុលព្រឺសម្បុរខ្ញាក់នោះគឺនៅក្នុងកញ្ចក់ដែលឆ្លុះមុខនាងនោះវាមិនមែនជាផ្ទៃមុខមនុស្សធម្មតាទេតែជាមុខដែលរលះរលួយហើយមានឈាមហូរស្រក់ជោគថ្ពាល់វិបុលភ័យញាប់ដៃញាប់ជើងបិទម៉ាស៊ីននោះចោលភ្លាមគាត់ដកដង្ហើមធំលួងចិត្តខ្លួនឯងថាប្រហែលជាភ្នែកច្រឡំទេដឹងឬក៏កាមេរ៉ាវាខូចប៉ុន្តែទោះជាប្រាប់ខ្លួនឯងបែបនេះក៏អារម្មណ៍គាត់នៅតែប្រាប់ថានៅក្នុងផ្ទះដ៏ងងឹតនេះមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកគាត់ពីជ្រុងណាមួយជាក់ជាមិនខានបរិយាកាសនៅជុំវិញផ្ទះនោះវាមិនអំណោយផលសោះផ្ទះក្នុងភូមិនោះនៅឆ្ងាយពីគ្នាណាស់ហើយផ្ទះដែលវិបុលស្នាក់នៅត្រូវព័ទ្ធជុំវិញទៅដោយដើមស្វាយធំនិងដើមចេកដែលយោលតាមខ្យល់មើលទៅស្រមោលដូចជាមានមនុស្សកំពុងឈរក្រវីដៃហើយអញ្ចឹងកំពុងតែអង្គុយសុកតុកសំឡេងគោះជញ្ជាំងឈើលាន់ឡើងពីខាងក្រៅវិបុលផ្អៀងត្រចៀកស្ដាប់វាមិនមែនជាសំឡេងគោះធម្មតាទេតែវាដូចជាសំឡេងមនុស្សយកក្រចកដៃវែងមកឆ្កូតកោសលើសាច់ឈើអញ្ចឹងគាត់សាច់រឹងខេដើរទៅបែកបង្អួយអើតមើលគ្មានអ្វីទាំងអស់ក្រៅពីភាពងងឹតនិងវាលស្រែធំល្វឹងល្វើយប៉ុន្តែអ្វីដែលចម្លែកនោះគឺក្លិនមានក្លិនម្យ៉ាងភីមកតាមខ្យល់វាជាក្លិនផ្កាម្លេះក្រអូបឈ្ងុយដោយក្លិនទឹកអប់កូនក្រមុំពីសម័យមុនតែនៅពីក្រោយក្លិនក្រអូបនោះវាបែរជាមានលាយឡំនឹងក្លិនឆ្អាបឈាមនិងក្លិនសាច់ស្អុយតិចដែលធ្វើឲ្យចង់ក្អួតវិបុលនៅតែព្យាយាមគិតវិជ្ជមានថាផ្ទះបិទយូរប្រហែលជាមានក្លិនបែបនេះហើយគាត់មិនដឹងទាល់តែសោះថាការនៅម្នាក់ឯងក្នុងផ្ទះដែលមានប្រវត្តិងងឹតងងុលបែបនេះគឺប្រៀបដូចជាការអញ្ជើញវិញ្ញាណឲ្យមកនៅក្បែរខ្លួនអញ្ចឹងម៉ោង7:12យប់ទៅហើយវិបុលកំពុងតែរៀបចំកាបូបកាមេរ៉ាស្រាប់តែសំឡេងខ្សែដេញរបៀបដូចជាភ្លេងការលាន់ចេញពីបន្ទប់ដែលនៅជាប់គ្នានោះបន្ទប់ដែលត្រីបានចាក់សោយ៉ាងជិតតាំងពីគាត់មកដល់វិបុលដើរទៅជិតទ្វារបន្ទប់នោះគាត់ឮសំឡេងមនុស្សខ្សឹបគ្នាមានសំឡេងមនុស្សស្រីយំខ្សឹកសួលនិងសំឡេងមនុស្សចាស់ខ្សឹបលំថាកូនអើយកុំយំអីគេមិនមកវិញទេស្លៀកពាក់ធ្វើកូនដល់ម៉ោងហើយវិបុលស្រឡាំងកាំងផ្ទះនេះក៏ជួលនៅម្នាក់ឯងតាចុះសំឡេងទាំងនេះមកពីណាគាត់អត់ទ្រាំមិនបានក៏អើតមើលតាមប្រហោងទ្វារឈើអ្វីដែលគាត់ឃើញគឺពន្លឺទៀនពណ៌ក្រហមឆេះភ្លឹបភ្លែតនៅខាងក្នុងមានស្រមោលមនុស្សស្រីម្នាក់
កំពុងតែអង្គុយសិតសក់ក្បែរតុសំអាងសក់របស់នាងវែងរហូតដល់អូសស្រទាបលើកំរាលឈើកំពុងតែសម្លឹងមើលសុកស្រមោលនោះក៏ឈប់សិតសក់នាងងាកក្បាលមករកប្រហោងទ្វារយឺតវិបុលភ័យប្រលឹងចុងសក់ថយក្រោយដួលផ្ងាជើងទៀងពេលគាត់ប្រឹងក្រោកឈរឡើងវិញសំឡេងទាំងអស់ក៏បាត់ឈឹងអ្វីត្រឡប់មកស្ងាត់ជ្រងំវិញស្ងាត់រហូតដល់ឮតែសំឡេងបេះដូងខ្លួនឯងលោតដុបពេលនោះមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងកាលរន្ទះបាញ់ភ្លេកជះពន្លឺចូលមកតាមប្រហោងជញ្ជាំងវិបុលសម្រេចចិត្តថាលេងនៅស្ងៀមទៀតហើយត្រូវតែរកមើលឲ្យដឹងថាមានរឿងអ្វីពិតប្រាកដគាត់សម្លឹងឃើញទូដែកបុរាណមួយនៅគៀនជញ្ជាំងដែលមិនមានចាក់សោគាត់ក៏ទាញវាបើកសំឡេងត្រចៀកទ្វីច្រាក់ស៊ីលាន់ឡើងនៅខាងក្នុងទូមានឈុតអាវប៉ាក់កូនក្រមុំពណ៌សមួយសន្លឹកប៉ុន្តែនៅត្រង់ទ្រូងអាវមានស្នាមឈាមក្រហមច្រាលហាក់ដូចជាទើបតែប្រឡាក់ថ្មីនៅក្បែរនោះមានរូបថតមង្គលការចាស់មួយសន្លឹកអ្វីដែលចម្លែកគឺមុខកូនកំឡោះត្រូវបានគេយកកាំបិតឆ្កូតកោសចេញរហូតមើលលែនស្គាល់ថាជានរណាវិបុលលើករូបថតនោះមកមើលឲ្យជិតបន្តិចស្រាប់តែឈាមនៅលើអាវប៉ាក់នោះចាប់ផ្ដើមស្រក់ចុះមកលើដៃគាត់តក់វាជាឈាមពិតក្លិនឆ្អាបលាយឡំសាច់ស្អុយជាក់ឡើងពេញបន្ទប់តាមដងគាត់ភ័យស្លន់ស្លោក្រវែងរូបថតនោះចោលហើយរត់ចូលបន្ទប់ទឹកដើម្បីលាងដៃតែពេលគាត់បើកក្បាលរ៉ូមីណេទឹកអ្វីដែលហូរចុះមកវាមិនមែនជាទឹកទេតែវាជាសក់មនុស្សសក់ខ្មៅរលោងវែងហូរចេញមកកក់ស្ទាក់ពេញឡាបូលាយជាមួយទឹកពណ៌ខ្មៅកខ្វក់វិបុលងើបមុខឡើងសម្លឹងមើលកញ្ចក់លើកនេះមិនមែនជាស្រមោលទៀតទេកូនក្រមុំម្នាក់នោះកំពុងតែឈរនៅពីក្រោយខ្នងគាត់ផ្ទាល់តែម្ដងវិបុលស្ទុះរត់ចេញពីបន្ទប់ទឹកទាំងត្រហេបត្រហើបគាត់ចង់តែចាក់ចេញពីផ្ទះនេះឲ្យឆាប់បំផុតតែពេលរត់ទៅដល់ទ្វារធំទ្វារត្រូវគេចាក់សោពីខាងក្រៅបាត់ទៅហើយគាត់ជាប់អន្ទាក់ហើយគាត់រត់ទៅរកទូរស័ព្ទដើម្បីខលហៅគេឲ្យជួយតែអត់មានសេវាសូម្បីមួយកម្មក្នុងភាពស្លន់ស្លោគាត់ក្រឡេកទៅឃើញសៀវភៅកំណត់ហេតុចាស់មួយដែលធ្លាក់ក្បែររូបថតនោះគាត់បើកអានយ៉ាងលឿនថ្ងៃទី12ខែពិសាខថ្ងៃនេះជាថ្ងៃការរបស់ខ្ញុំប៉ុន្តែបងមិនមកទេបងរត់ចោលអូនទៅជាមួយស្រីផ្សេងអ្នកភូមិសោចចំអកឲ្យអូនប៉ាម៉ាក់អូនយំរហូតសន្លប់អូនស្លៀកពាក់កូនក្រមុំរងចាំបងនៅទីនេះបើបងមិនមកធ្វើជាកូនកំឡោះឲ្យអូនក្នុងជាតិកោនេះទេអូននឹងរងចាំចាប់បងនៅជាតិក្រោយឬនរណាម្នាក់ដែលមានមុខមាត់ដូចបងអានដល់ត្រង់នេះវិបុលស្រឡាំងកាំងគាត់ងាកទៅមើលរូបថតដែលត្រូវគេឆ្កូតមុខនោះម្ដងទៀតទោះបីមុខត្រូវគេកោសបំផ្លាញមែនតែសម្លៀកបំពាក់នីលាការដៃកម្ពស់និងរាងរៅវាដូចជាគាត់បេកពិតនេះមិនមែនជារឿងចៃដន្យទេគាត់ពិតជាមនុស្សដែលវិញ្ញាណកូនក្រមុំនេះកំពុងតែរងចាំមែនភ្លើងក្នុងផ្ទះចាប់ផ្ដើមរលត់ភ្លឺវិបុលថយក្រោយរហូតតតែខ្នងទល់នឹងជញ្ជាំងស្រាប់តែសំឡេងមនុស្សស្រីច្រៀងបំពេម្នាក់ឯងលាន់ចេញពីខាងក្រោយគាត់សំពងសុកវែងលែងឲ្យវាដាច់បងអាយគុំដាច់ចិត្តពីអូនអីគាត់ងាកទៅយឺតនៅកណ្ដាលផ្ទះនោះនាងកំពុងឈរកូនក្រមុំក្នុងឈុតពណ៌មាសពាក់មកគុតមាសរំលេចដោយត្បូងប៉ុន្តែសាច់របស់នាងឡើងស្វាយស្លេកស្លាំងគ្រាប់ភ្នែករបស់នាងមានតែពណ៌សសុទ្ធសម្លឹងមកគាត់មិនព្រិចនាងលើកដៃដែលសល់តែស្បែកដណ្ដប់ឆ្អឹងហួចមកឲ្យគាត់បងមកវិញហើយមែនទេដល់ម៉ោងយឺនចូលរោងជ័យហើយណាបងនាងនិយាយដោយសំឡេងត្រជាក់ស្រជុំដែលដូចជាបន្លឺចេញពីក្នុងបំពង់កដ៏ជ្រៅវិបុលស្រែកស្ទុះប្រកាច់ប្រកិនទេក្នុងមិនមែនជាអ្នកដែលឯងរងចាំទេគាត់ប្រឹងរត់តែជើងទាំងពីរដូចត្រូវគេចងជាប់នឹងឥដ្ឋពេលគាត់អោនមើលទៅក្រោមសក់ខ្មៅរាប់ពាន់សរសៃកំពុងតែរុំជើងគាត់យ៉ាងណែនតឹងណែនរហូតដល់ស្ទើរតែដាច់សរសៃឈាមកូនក្រមុំនោះដើរចូលមកគៀករហូតដល់គាត់ឯធំក្លិនសាច់ស្អុយដែលភាយចេញពីមាត់នាងលើកក្រចកដៃវែងស្រួចមកអង្អែលមុខគាត់ថ្នមរួចខ្សឹបថាបងត្រូវតែនៅជាមួយអូនរហូតដល់ថ្ងៃសូន្យសង្ខារព្រឹកព្រលឹមឡើង
មានអ្នកភូមិម្នាក់ដើរកាត់ផ្ទះឈើនោះឃើញទ្វាររបស់ចំហក៏ដើរចូលទៅមើលក្រែងលោមានរឿងអីពេលចូលទៅដល់ផ្ទះនោះមើលទៅស្អាតបាតធម្មតាគ្មានដាននៃការតស៊ូអ្វីទាំងអស់ប៉ុន្តែអ្វីដែលគាត់ឃើញគឺវិបុលកំពុងអង្គុយនៅលើកម្រាលឈើកណ្ដាលផ្ទះវិបុលមិនបានស្លៀកពាក់ធម្មតាទេគាត់កំពុងតែស្លៀកឈុតកូនកំឡោះខ្មែរបុរាណពណ៌មាសយ៉ាងសង្ហាគាត់អង្គុយញញឹមម្នាក់ឯងភ្នែកសម្លឹងទៅកាន់កន្លែងទំនេរមួយនៅក្បែរខ្លួនដៃរបស់គាត់ក្តាប់យ៉ាងណែនហាក់ដូចជាកំពុងកាន់ដៃនរណាម្នាក់អញ្ចឹងអ្នកភូមិឃើញបែបនេះក៏ភ័យស្រាយសួរលោកឯងកើតអីនឹងវិបុលងាកមកមើលអ្នកភូមិយឺតស្នាមញញឹមរបស់គាត់នៅពេលនោះវាមិនមែនជារបស់មនុស្សធម្មតាទេតែវាដូចបេះបិទទៅនឹងស្នាមញញឹមរបស់ខ្មោចកូនក្រមុំនៅក្នុងរូបថតនោះអញ្ចឹងគាត់លើកដៃចង្អុលបបរមាត់ហើយខ្សឹបតិចថាសុទ្ធកុំលឡាអីប្រពន្ធខ្ញុំគាត់កំពុងតែគេងលក់អ្នកភូមិក្រឡេកមើលទៅកន្លែងដែលវិបុលកំពុងចង្អុលទោះបីជាមើលមិនឃើញមានមនុស្សមែនតែនៅលើកម្រាលឈើក្បែរនោះមានស្នាមឈាមដាមជាសន្តានរូបមនុស្សស្រីកំពុងគេងហើយមានមកុដមាសចាស់មួយដាក់នៅទីនោះផងដែររហូតមកដល់ពេលនេះវិបុលមិនដែលបានត្រឡប់មកភ្នំពេញវិញទេហើយបើតាមអ្នកភូមិនោះគេល្បីតគ្នាថាជារៀងរាល់យប់ខែដាច់គេតែងតែឮសំឡេងភ្លេងការលាន់ចេញពីប្រចាស់ឈើនោះរហូតអញ្ចឹងបើសិនជាថ្ងៃណាមួយអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះហើយស្រាប់តែធុំក្លិនផ្កាម្លិះលាយឡំនឹងក្លិនស្អុយសូមកុំងាកក្រោយឲ្យសោះព្រោះជួនកាលកូនក្រមុំដែលស្លាប់ខ្វាក់ខាតម្នាក់នោះនាងប្រហែលជាមិនចង់បានតែកូនកំឡោះទេនាងអាចនឹងចង់បានអ្នកកំដរបន្ថែមទៀតក៏ថាបានអរគុណសម្រាប់ការតាមដានស្ដាប់នាយប់នេះសូមឲ្យរាត្រីនេះជាពេលដែលអ្នកគេងលក់ស្រួលបើសិនជាអ្នកអាចគេងលក់រាត្រីសួស្តី